ខណៈប្រទេសជាតិកំពុងមានសង្គ្រាមដោយសារថៃឈ្លានពានមកលើកម្ពុជាស្រីអូនសម្រាប់ធម្មជាតិទម្លាយថវិកាចំនួន$5000ពាក់ព័ន្ធម្ចាស់ប្រេនពេជ្រឈីភីវ៉ៃឲ្យគ្រប់គ្នាបានដឹងបើគិតមកដល់ពេលនេះសង្គ្រាមថៃបានឈ្លានពានមកលើកម្ពុជាមានរយៈពេល10ថ្ងៃហើយដោយក្នុងនោះគេសង្កេតឃើញថាលោកស្រីកាន់ចន្ទថា CEO ពេជ្រឈីភីវ៉ៃនិងស្វាមីបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំស្បៀងអាហារសម្លៀកបំពាក់មុខហួយតង់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីយកទៅចែកជូនពុកម៉ែបងប្អូនដែលភៀសសឹកនិងបងវីរៈកងទ័ពខ្មែរដែលបានលះបង់ឈាមស្រស់សាច់ស្រស់ជួយការពារជាតិមាតុភូមិពីការឈ្លានពានខ្មាំងសត្រូវសៀមការជួយនេះគឺលោកស្រីកាន់ចន្ទថានិងស្វាមីចុះទៅជួយដោយផ្ទាល់តែម្ដងទោះបីជាប្រឈមជាមួយគ្រោះថ្នាក់ក៏លោកស្រីអត់ខ្វល់សំខាន់ឲ្យតែបានជួយបងវីរៈកងទ័ពនិងពុកម៉ែបងប្អូនដែលភៀសសឹកកំពុងតែត្រូវការជំនួយមិនអាចខ្វះបានដើម្បីមានកម្លាំងតតាំងជាមួយខ្មាំងសត្រូវសៀមឈ្លានពានដោយសារតែទឹកចិត្តកម្ររកបាននេះហើយទៅនៅមុននេះបន្តិចអ្នកលក់អនឡាញជួមុខនៅកម្ពុជាលោកស្រីនួនសុន្ទរីហៅស្រីអូនសម្រាប់ធម្មជាតិបានបង្ហោះទម្លាយខ្ទេចខ្ទីគ្មានសល់ពាក់ព័ន្ធនឹងលុយ$5000ថាស្មារតីខ្មែរតែមួយដឹកនាំដោយលោកជំទាវយឹមឆៃលីនសូមអរគុណដល់ប្អូនស្រីកាន់ចន្ទថានិងស្វាមីដែលបានចូលរួមជាថវិកាសម្រាប់ផ្គត់ផ្គង់ដល់តបជួមុខចំនួន$5000ម៉ាមីភិជ្ឈីខ្មែរតែមួយក្រោយឃើញការបង្ហោះខាងលើបានធ្វើឲ្យលោកស្រីកាន់ចន្ទថានៅមិនសុខមិនសាប់ក្នុងខ្លួនក៏បានឆ្លើយតបទៅលោកស្រីស្រីអូនសម្រាប់ធម្មជាតិវិញថាអរគុណច្រើនបងដូចគ្នាខ្មែរជួយខ្មែរដំណាក់កាលនេះមានតែខ្មែរយើងរួបរวมសាមគ្គីគ្នាទេដើម្បីជាកម្លាំងចិត្តដល់បងកងទ័ពជួមុខយកឈ្នះសត្រូវសៀមឲ្យបានប្រទេសខ្មែរតូចតែបេះដូងធំអរគុណថ្នាក់ដឹកនាំសម្ដេចពុកហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានធ្វើគ្រប់យ៉ាងដើម្បីប្រជាជនកម្ពុជាលោកទាំងពីរហត់ខ្លាំងណាស់គួររំលឹកថានេះមិនមែនជាលើកទី1នោះទេដែលលោកស្រីកាន់ចន្ទថាម្ចាស់ប្រេនពេជ្រឈីភីវ៉ៃនិងស្វាមីចុះជួយដល់បងវីរៈកងទ័ពនិងពុកម៉ែបងប្អូនដែលភៀសសឹកនោះកន្លងទៅសង្គ្រាមថៃឈ្លានពានមកលើកម្ពុជាលោកស្រីនិងស្វាមីក៏បានចុះទៅផ្ទាល់ដែរបើគិតជាថវិកាអស់រាប់សែនដុល្លារឯណោះទង្វើនេះលោកស្រីនិងស្វាមីទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Facebook